Hello សួស្តីអ្នកនរគ្នាវិលមកជួបជាមួយ Admin ដែរខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរថ្ងៃនេះដែរមានបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែដូចជាលើកមុនអញ្ចឹងសម្រាប់គ្នាយើងដែរដែលមិនតបានចុច Subscribe នៅលើ Channel របស់ Admin នោះទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានក៏បាន upload អីចឹងណាហ្នឹងហើយឥឡូវយើងកុំអោយចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាប់បង្ហាញនៅថ្ងៃបន្ទាប់ក៏ណាពេលដែលអេរ៉េក៏ទៅតែភ្ញាក់ពីដំណេកនោះក៏បានធ្វើដំណើរដើម្បីទៅជួបជាមួយនឹងពួកគេទាំងពីរនាក់នៅពេលនោះហើយដែលជាពេលវេលាដែលលីលីក៏បានធ្វើការប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យបានដឹងថានៅពេលនេះគេអ្នកផ្សងព្រេងរបស់យើងគឺទទួលបានសមាជិកចំនួន3នាក់ហើយអញ្ចឹងហើយពួកគេគឺអាចដាក់ពាក្យក្នុងការប្រកួតហ្គៀនិងហ្គៀបានជាពិសេសអាការប្រកួតហ្គៀនិងហ្គៀនឹងគឺចាប់ផ្ដើមនៅក្នុងសប្តាហ៍មួយនេះហើយបន្តមកទៀតលីលីក៏ចាប់ផ្ដើមធ្វើការបញ្យល់ពាក់ព័ន្ធអំពីការប្រកួតអីចឹងទៅក្នុងមួយហ្គៀអ្នកផ្សងព្រេងគឺតម្រូវឲ្យមានសមាជិកចំនួន5នាក់គឺមិនឲ្យលើសពីនឹងនោះទេហើយបើសិនជាខ្វះក៏ខ្វះតាមនឹងទៅក៏គេអាចចូលរួមបានដែរជាពិសេសនោះក្នុងការប្រកួតនៅពេលដែលគ្នាយើងណាគឺត្រូវបានចាញ់ហើយនោះគឺត្រូវតែចំនួនដោយមនុស្សម្នាក់ទៀតហើយអ្នកទាំងអស់គ្នាគឺមើលរូបដែលមានបានដាក់នឹងទៅដែលយើងឃើញថាមានរូបការផ្គូផ្គងគ្នាអីចឹងណាហើយអាខ្វាញ់ហ្នឹងគឺមានន័យថាចាញ់ហើយអាគូដំបូងហ្នឹងគឺមានន័យថាជួសជុលឬក៏ជាអ្នកឈ្នះដែលមានវត្តមាននៅតែបន្តប្រកួតបន្តទៅមុខទៀតឡៃណាក៏បានធ្វើការនិយាយថាការប្រកួតមួយនេះវាពិតជាពិបាកសម្រាប់ពួកគេមែនទែនដោយសារតែសមាជិករបស់ពួកយើងហ្នឹងគឺមានតែ3នាក់ទេហើយអាគេនោះឡើង5នាក់ឯណោះទោះបីជាអញ្ចឹងក៏ដោយលីលីក៏បានធ្វើការនិយាយផងដែរថាមិនអីនោះទេដោយសារតែថ្នាក់របស់នាងគឺស្ថិតនៅ rank B ឯណោះអេរ៉េក៏អត់យល់អំពីចំណាត់ថ្នាក់អីនោះទេអញ្ចឹងហើយបានជាគាត់ក៏បានសុំឲ្យលីលីក៏បានបកស្រាយមកកាន់គាត់លីលីក៏បានធ្វើការបកស្រាយផងដែរថាថ្នាក់ rank នេះគឺវាមានចំនួន4ពី A រហូតដល់ D ហើយអា A ហ្នឹងគឺវាចំណាត់ថ្នាក់ដែល rank ខ្លាំងជាងគេតែម្ដងអញ្ចឹងថាសមត្ថភាពរបស់គាត់ហ្នឹងគឺខ្លាំងហើយនៅពេលបច្ចុប្បន្ននាងហើយនឹងលៃណាគឺស្ថិតនៅ rank B នឹងឯងបន្ទាប់ពីការបកស្រាយរបស់នាងត្រូវបានមកចប់នោះនាងក៏បានធ្វើការលើកទឹកចិត្តទៅកាន់អ្នកទាំងពីរផងដែរថាត្រូវតែខំឲ្យអស់ពីសមត្ថភាពរីម៉ូនាងក៏បានសុំលាទៅកាន់ពួកគេទាំងពីរនាក់ដោយសារតែនាងគឺចង់ទៅមើលថាតើគេអ្នកផ្សងព្រេងណាដែលប្រកួតគ្នាជាមួយនឹងគេអ្នកផ្សងព្រេងរបស់យើងបន្ទាប់ពីការចាត់ចែងរបស់លីលីនោះក៏ស្រាប់តែលៃណានាងក៏ចង់ចាក់ចេញដើម្បីទៅវឹកហាត់បន្តទៀតដូច្នោះហើយអេរ៉េក៏បានធ្វើការសួរតែម្ដងថានាងចង់ទៅណាអីចឹងទៅលៃណាក៏បានតបទាំងកំផឹងផងដែរថានៅពេលនេះពួកយើងមិនមែនជាមិត្តភក្តិនឹងគ្នាទេកុំឲ្យធ្វើដូចជាមិត្តភក្តិអេមីនពិតជាសំទោចំពោះការបញ្ចូលសលេងមែនតើមិនសូវបានល្អដោយសារតែមានការរំខានពីសំណាក់ខាងក្រៅអញ្ចឹងទៅអេមីនពិតជាសំទោមែនតើគណៈពេលហ្នឹងអេរ៉េក៏បានដឹងហើយថាលៃណានាងគឺចង់ទៅវឹកហាត់សមត្ថភាពរបស់នាងបន្តទៅមុខទៀតដូច្នោះអេរ៉េក៏នៅតែបន្តសួរទៅកាន់លៃណាអញ្ចឹងថាសមត្ថភាពរបស់នាងគឺជា blacksmith អញ្ចឹងហើយជំនាញរបស់នាងអត់មានអាផ្សេងពីនឹងទៀតទេអីដោយសារតែបែបនេះហើយលៃណាក៏បានធ្វើការប្រាប់ទៅកាន់អេរ៉េតែម្ដងតែប៉ុន្តែនាងគឺមានជំនាញមួយទៀតផងដែរដែលធ្វើឲ្យអាការពារទេពភាពរបស់នាងគឺមានរយៈពេលយូរបានអេរ៉េគ្រាន់តែលើប៉ុណ្ណឹងភ្លាមក៏ពិតជាចង់រៀនមែនទែនដូច្នោះក៏បានស្នើសុំទៅកាន់លៃណាដើម្បីបង្រៀនមកកាន់គាត់លៃណាក៏បានបដិសេធថានេះគឺមិនចង់បង្រៀននោះឡើយក៏ប៉ុន្តែអេរ៉េក៏នៅតែទទូចសុំដោយអះអាងថាការបង្ហាត់បង្រៀនបែបនេះហើយវាធ្វើឲ្យទំនាក់ទំនងរបស់គេគឺកាន់តែជិតស្និទ្ធជាងមុនអីចឹងទៅដូច្នោះហើយធ្វើឲ្យលៃណានៅពេលនោះឡើងគិតដល់ណាវិញឆ្ងាយតែម្ដងយ៉ាប់ហ្មងចាយហ្នឹងអេរ៉េក៏បានដឹងដែរថាលៃណានៅពេលនេះកំពុងតែគិតវិញឆ្ងាយដូច្នោះហើយគាត់នៅតែបន្តប្រាប់ទៅកាន់លៃណាអញ្ចឹងថាកុំឲ្យយល់ច្រឡំអីដែលគាត់គឺចង់រៀនអំពីសមត្ថភាពដែលនាងគឺអាចធ្វើឲ្យការពារទេពភាពរបស់នាងគឺមានរយៈពេលយូរនឹងបាននឹងឯងលៃណាក៏បានស្ដីឲ្យទៅកាន់អេរ៉េថាជំនាញមួយហ្នឹងតតែអេរ៉េក៏ជាមនុស្សដែលព្រះប្រទានពរឲ្យដែរក៏ប៉ុន្តែអេរ៉េអត់មានឋានៈអីផងហ្នឹងឬក៏ជំនាញអីផងហ្នឹងអញ្ចឹងហើយឲ្យគាត់នឹងគឺរៀនចេះដោយរបៀបណាអេរ៉េក៏បានលើកហេតុផលផងដែរថាស្នេហ៍ដៅភួររបស់នាងក៏គាត់រៀនចេះអំពីនាងដែរអញ្ចឹងហើយមានន័យថាអាការពារទេពភាពហ្នឹងក៏គាត់ចេះដែរឲ្យតែលៃណាគឺចង់បង្ហាញអំពីស្នេហ៍មួយហ្នឹងមកកាន់គាត់ឲ្យបានដឹងមកដោយសារតែការទទួលស្គាល់របស់អេរ៉េបែបនេះហើយលៃណានៅពេលនោះក៏បានទន់ចិត្តហើយក៏បានសម្រេចចិត្តគឺប្រកួតដែររបស់នាងដែលធ្ងន់ហ្នឹងឲ្យទៅកាន់អេរ៉េសហកាន់មានអីធ្វើឲ្យលៃណានៅពេលនោះឡើងភ្ញាក់ព្រឺតែម្ដងដោយសារតែអេរ៉េក៏បានកាន់ដៅរបស់នាងដូចជាធម្មតាអញ្ចឹងអេរ៉េក៏បានបញ្យល់ប្រាប់ផងដែរមូលហេតុដែលគាត់ក៏អាចកាន់ដៅដល់ធ្ងន់របស់នាងបាននោះដោយសារតែគាត់គឺមានជំនាញផ្សេងទៀតមូលហេតុដែលគាត់គឺជាជំនាញសឹងតែទាំងអស់ហ្នឹងមិនមែនដោយសារតែមកពីទេពកោសល្យឬក៏មកពីពរព្រះអីនោះទេគឺការចេញអំពីការខិតខំប្រឹងប្រែងការវឹកហាត់របស់គាត់តែប៉ុណ្ណោះការបញ្យល់របស់អេរ៉េបែបហ្នឹងហើយធ្វើឲ្យលៃណានៅពេលនោះក៏បានយល់ស្របផងដែរពេលខ្លះយើងគឺមិនត្រូវពឹងផ្អែកអំពីពរពីព្រះនោះទេដែលយើងគឺត្រូវតែខំប្រឹងអំពីសមត្ថភាពរបស់ខ្លួនឯងជាមុនសិនវាបីដូចជាអេរ៉េអញ្ចឹងថាគាត់គឺជាមនុស្សម្នាក់ដែលគ្មានជំនាញអីនោះទេក៏ប៉ុន្តែបែរជាគាត់ក៏អាចប្រើជំនាញផ្សេងបានដោយសារតែបែបនោះហើយលៃណានៅពេលនោះក៏បានសម្រេចចិត្តថានាងនឹងបង្រៀនទៅកាន់អេរ៉េទាក់ទងអំពីការការពារទេពភាពនឹងឯងអេរ៉េក៏បានធ្វើការអរគុណទៅកាន់លៃណាហើយក៏បានលេងសើចជាមួយនឹងលៃណាបន្តិចបន្តួចមានអីក៏ស្រាប់តែលៃណាក៏បានយកដាវរបស់នាងដាក់ក្បាលទៅកាន់អេរ៉េមួយទំហឹងតែម្ដងដោយសារតែអេរ៉េគឺប្រកែកលេងសើចជាមួយនាងខ្លាំងពេកស្របពេលនឹងដែរស្រាប់តែលីលីក៏បានធ្វើដំណើរមកដល់ទីនេះហើយក៏បានប្រាប់ពីព័ត៌មានផងដែរថាគេអ្នកផ្សងព្រេងដែលយើងត្រូវប្រកួតជាមួយគ្នានឹងគឺជា Black Sport ដែលជាគេអ្នកផ្សងព្រេងខ្លាំងបំផុតនៅទីក្រុងដែរនឹងឯងហើយការប្រកួតគេអ្នកផ្សងព្រេងនៅចុងសប្តាហ៍មួយនេះគឺមានចំនួន8គេអ្នកផ្សងព្រេងដែលបានចូលរួមប្រកួតជាពិសេសគឺមានគេអ្នកផ្សងព្រេងដែលខ្លាំងជាងគេបំផុតមួយទៀតផងដែរដែលមានឈ្មោះថាបូកេអង
ហើយដូចជាពេលមិញចឹងអេមីនតែប្រាប់ថាគឺមានការរំខានអំពីសំណាក់ខាងក្រៅដោយសារតែអេមីននៅពេលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅស្រុកកំណើតហើយចឹងទៅមានមនុស្សច្រើនមែនទែនដែលនៅបន្ទប់តែមួយដូច្នេះអេមីនមានតែពាក្យសំទោសតែប៉ុណ្ណោះណាគ្នាយើងបន្ទាប់ពីលីលីក៏បានធ្វើការប្រាប់តាក់ទងអំពីគៀនអ្នកផ្សងព្រេងដែលបានចូលប្រកួតក៏ដោយក៏ប៉ុន្តែលីលីនៅពេលនោះក៏មិនចោះចាញ់ដែរដោយថាការប្រកួតមួយនេះនាងគឺត្រូវតែយកឈ្នះមានអីស្រាប់តែភ្ញាក់ព្រើតែម្ដងដោយសារតែនាងក៏បានឃើញថាអេរ៉េនៅពេលនេះគឺបានពោកក្បាលបាត់ទៅហើយមិនយូរប្រហែលការប្រកួតរវាងគៀនអ្នកផ្សងព្រេងក៏បានចាប់ផ្ដើមមកហើយគណៈពេលនឹងដែរក៏ស្រាប់តែមានមនុស្សពីរនាក់ក៏បានធ្វើការនិយាយតាក់ទងអំពីគៀនអ្នកផ្សងព្រេងរបស់លីលីនឹងឯងថានៅពេលបច្ចុប្បន្ននេះពិតជាមានបំណុលច្រើនមែនទែនលីលីគ្រាន់តែឮថាពួកគេទាំងពីរនាក់កំពុងតែនិយាយដើមតាក់ទងអំពីគៀនអ្នកផ្សងព្រេងរបស់នាងភ្លាមនោះចាប់ផ្ដើមមានកំហឹងចង់ស៊ីសាច់របស់ពួកគេតែម្ដងក៏ប៉ុន្តែត្រូវបានលៃណាក៏បានហាមឃាត់មូលហេតុដែលលីលីក៏បានខឹងខ្លាំងទៅកាន់ពួកវាទាំងពីរនាក់ហ្នឹងដោយសារតែពួកវាទាំងពីរនាក់ក៏បានភ្នាល់ទៅកាន់ Black Sword ដែលជាគៀនអ្នកផ្សងព្រេងដែលនាងគឺត្រូវតែប្រកួតប៉ះនឹងឯងបើមិនចាក់លុយទៅលើគៀនអ្នកផ្សងព្រេងរបស់នាងនោះទេហេតុអីបានជានិយាយចាំបាច់ថាគៀនអ្នកផ្សងព្រេងរបស់នាងគឺត្រូវតែចាញ់បាត់ហ្នឹងអញ្ចឹងហើយបានជានាងខឹងនោះស្របពេលនឹងដែរក៏ស្រាប់តែមានម្ដងម្នាក់ក៏បានមកជជែកគ្នាជាមួយនឹងលីលីដែលគាត់ក៏មានឈ្មោះថាហ្គៀតមកហ្នឹងគឺអត់មានបំណងល្អប្រហែលនោះទេដោយសារតែគាត់កំពុងតែនិយាយលក់ទៅកាន់អេរ៉េហើយនឹងក្រុមគៀនអ្នកផ្សងព្រេងរបស់លីលីអញ្ចឹងទៅហើយអាប៉ែនឹងហើយគឺជាមេដឹកនាំគៀនអ្នកផ្សងព្រេង Black Swan ទោះបីជាអាប៉ែហ្គៀតកំពុងតែនិយាយលក់ទៅកាន់សមាជិកក្រុមឬក៏គៀនអ្នកផ្សងព្រេងរបស់លីលីពេលបច្ចុប្បន្នថាជាមនុស្សដ៏អន់យ៉ាងណាក៏ដោយក៏លីលីក៏បានប្រាប់ទៅកាន់អាប៉ែនឹងវិញផងដែរថាគៀនអ្នកផ្សងព្រេងរបស់នាងគឺត្រូវតែឈ្នះក្នុងការប្រកួតមួយនេះដូច្នោះហើយធ្វើឲ្យអាប៉ែហ្គៀតនៅពេលនោះគឺចាប់ផ្ដើមសើចតែម្ដងនឹងឯងបន្ទាប់ពីអាប៉ែហ្គៀតក៏បានចាក់ចេញហើយនោះឡៃណាក៏បានធ្វើការប្រាប់ផងដែរថាអាប៉ែនឹងហើយគឺជាអ្នកបំផ្លាញគៀនអ្នកផ្សងព្រេងរបស់យើងមិនដាល់ឲ្យគៀនអ្នកផ្សងព្រេងរបស់យើងនៅពេលបច្ចុប្បន្នហ្នឹងគឺមានបំណុលច្រើនមួយសន្ទុះក្រោយមកយកក៏បានឃើញថានៅកន្លែងទីលានប្រកួតហ្នឹងគឺពិតជាមានមនុស្សច្រើនមែនទែនដែលបានចូលរួម MC ក៏បានធ្វើការប្រកាសប្រាប់ផងដែរថានៅពេលនេះការប្រកួតរវាងគៀនអ្នកផ្សងព្រេងគឺបានចាប់ផ្ដើមមកហើយក្រុមដំបូងដែលត្រូវប្រកួតគ្នានឹងគឺជាគៀនអ្នកផ្សងព្រេង Black Sword ប៉ះគ្នាជាមួយនឹង Dragon Fong ហើយ Dragon Fong ហ្នឹងគឺជាក្រុមរបស់តួឯករបស់យើងនឹងឯងឡៃណាហើយនឹងលីលីនៅពេលនោះក៏មានអារម្មណ៍ថាភ័យខ្លាចផងដែរដោយសារតែគៀនអ្នកផ្សងព្រេង Black Sword ហ្នឹងគឺសុទ្ធតែជាអ្នកខ្លាំងណាស់អីដែលអេរ៉េនោះទេដែលអត់មានភាពភ័យខ្លាចដោយសារតែគាត់ពិតជាចង់ប៉ះជាមួយនឹងមនុស្សដែលខ្លាំងមែនទែនលីលីគ្រាន់តែលឺអញ្ចឹងភ្លាមនាងក៏បានប្រាប់ទៅកាន់អេរ៉េភ្លាមតែម្ដងថាត្រូវតែខំប្រឹងឡើងដោយសារតែនាងក៏បានពឹងផ្អែកទៅលើលោកហើយមូលហេតុដែលនាងក៏បានពឹងផ្អែកយ៉ាងខ្លាំងនោះដោយសារតែនាងក៏បានភ្នាល់លុយរបស់នាងទាំងអស់ទៅលើការប្រកួតរបស់យើងនឹងឯងមានអីធ្វើឲ្យអេរ៉េនៅពេលនោះឡើងគាំងតែម្ដងហេតុអីបានជាយកលុយទាំងអស់នោះគឺទៅភ្នាល់បែបនេះសេរឿងក៏កាប់បង្ហាញនៅពេលដែលសមាជិកក្រុម Black Sword ក៏ចាប់ផ្ដើមឡើងមកដើម្បីប្រកួតហើយដែលមានឈ្មោះថា Geo MC ក៏បានប្រកាសឲ្យអេរ៉េមកប្រកួតក៏ប៉ុន្តែនាងគឺពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែដឹងថាអេរ៉េអត់មានជំនាញនោះទេគ្រាន់តែលឺចាំភ្លាមធ្វើឲ្យមនុស្សដែលបានមកទស្សនាគឺចាប់ផ្ដើមនិយាយខ្សឹបខ្សៀលគ្នាពេញទាំងតែម្ដងអាប៉ែ Geo នៅពេលហ្នឹងវាចាប់ផ្ដើមឆ្ងល់តែម្ដងថាហេតុអីបានជាយកមនុស្សដែលគ្មានជំនាញយកមកប្រកួតមួយវាបាំហ្នឹងក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ MC នៅពេលនោះនាងក៏ចាប់ផ្ដើមប្រកាសតែម្ដងថានៅពេលនេះការប្រកួតគឺចាប់ផ្ដើមគ្រាន់តែចាប់ផ្ដើមភ្លាមអាប៉ែ Geo ក៏បានប្រើល្បឿនដ៏លឿនរបស់វាក៏បានចាក់ទៅកាន់អេរ៉េចំកណ្ដាលពោះតែនោះគ្រាន់តែជាសមោលរបស់អេរ៉េតែប៉ុណ្ណោះសូម្បីតែ Geo ក៏វាដឹងដែរថានេះគឺជាជំនាញស្រមោលអេរ៉េក៏បានប្រើជំនាញស្រមោលរបស់គាត់ក៏បានបង្កើតរូបរាងកាយរបស់គាត់ចំនួន3ហុំពណ៌ទៅកាន់អាប៉ែ Geo ហើយនោះគ្រាន់តែជាល្បិចរបស់អេរ៉េតែប៉ុណ្ណោះគណៈពេលដែលអេរ៉េកំពុងតែប្រយុទ្ធគ្នាជាមួយនឹងសមោលរបស់អេរ៉េនោះអេរ៉េក៏បានប្រើដាវរបស់គាត់ដើម្បីចាក់ទ្រង់របស់ Geo បណ្ដាឲ្យ Geo នៅពេលនោះគឺចាប់ផ្ដើមសម្លំហើយការចាក់អំបីនេះគឺមិនឲ្យ Geo គឺត្រូវរបួសនៅឡើយនិយាយរួមទៅពិតជាឆ្លាតមែនទែនអេរ៉េដូច្នោះហើយអេរ៉េគាត់គឺជាអ្នកឈ្នះអញ្ចឹងហើយធ្វើឲ្យលីលីនៅពេលនោះពិតជាសប្បាយចិត្តមែនទែនរីឯឡៃណាគឺចាប់ផ្ដើមភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់អេរ៉េនៅកន្លែងដែលអ្នកអង្គុយទស្សនានៅវិញម្នាក់គឺចាប់ផ្ដើមឆ្ងល់អំពីអេរ៉េហើយថាអេរ៉េអត់មានជំនាញនោះទេហេតុអីបានជាគាត់មានសមត្ថភាពក្នុងការផ្ដួលទៅកាន់ពពួកដែលមានចំណាត់ថ្នាក់ខ្ពស់បែបនេះបន្ទាប់មកការប្រកួតរបស់អេរ៉េនៅតែបន្តហើយគាត់នៅតែជាអ្នកឈ្នះដដែលហ្នឹងលីលីក៏បានស្រែកផ្ដល់កម្លាំងចិត្តឲ្យទៅកាន់អេរ៉េមកជុំឯងងុំឲ្យទៅកាន់ឡៃណាក៏បានផ្ដល់កម្លាំងចិត្តឲ្យទៅកាន់អេរ៉េទៀតធ្វើឲ្យនាងនៅពេលនោះក៏មានរាប់ថាអៀនដែរចំពោះអេរ៉េនៅពេលហ្នឹងក៏បានប៉ះដៃគូប្រកួតរបស់គាត់ដែលមានខែការពារទៀតផងអញ្ចឹងហើយធ្វើឲ្យគាត់ពិតជាពិបាកទប់ទល់មែនទែនចំពោះអបិការខែហ្នឹងគឺវាមិនជឿនោះទេថាអេរ៉េគាត់មានសមត្ថភាពអាចផ្ដួលទៅកាន់អ្នកដទៃទៀតទាំងដឹងខ្លួនឯងគឺអត់មានជំនាញគណៈពេលដែលអបិការខែក៏បានស្ទូវាប្រហារទៅកាន់អេរ៉េក៏បានចុកចោលអំពីជំនាញមួយផងដែរដែលម្ដាយរបស់គាត់ក៏បានបង្រៀនហើយគាត់ក៏បានប្រើល្បឿនដ៏លឿនរបស់គាត់បន្ទាប់មកគាត់ក៏បានប្រើក្បាច់មួយទៀតដែលមានឈ្មោះថានាគវត្តកតុយបណ្ដាឲ្យខែលដៃគូប្រកួតរបស់គាត់ក៏ត្រូវបានរបូតចេញពីដៃជាពិសេសក៏បានប្រើក្បាច់ដដែលក្នុងការវាប្រហារទៅកាន់ចំពោះរបស់ដៃគូប្រកួតរបស់គាត់មិនត្រឹមតែប៉ុណ្ណោះទេអេរ៉េនៅពេលនោះក៏ថែមទាំងយកខែរបស់ដៃគូប្រកួតរបស់គាត់ក្នុងការធ្វើជាអាវុធរបស់ខ្លួនឯងទៀតផងអញ្ចឹងហើយធ្វើឲ្យដៃគូប្រកួតរបស់គាត់នៅពេលនោះគឺកាន់តែភ្ញាក់ផ្អើលទៀតហើយអំពីសមត្ថភាពរបស់អេរ៉េទោះបីជាយ៉ាងណាក៏ដោយអាប៉ែម្នាក់ហ្នឹងនៅតែបន្តចង់ឈ្នះទៅកាន់អេរ៉េហើយក៏បានស្ទូវាប្រហារទៅកាន់អេរ៉េក៏បានប្រើល្បឿនដ៏លឿនរបស់គាត់ក៏បានកិច្ចចេញបន្តមកទៀតក៏បានប្រើល្បឿនដ៏លឿនរបស់គាត់ម្ដងទៀតក្នុងការយកខែលវាប្រហារទៅកាន់អាប៉ែមួយហ្នឹងបណ្ដាឲ្យដៃគូប្រកួតរបស់គាត់នៅពេលហ្នឹងគឺសុំចោះចាញ់តែម្ដងហ្នឹងឯង
ដោយការឈ្នះច្រើនលើកច្រើនសាររបស់អេរ៉េបាំនឹងហើយធ្វើឲ្យអ្នកទស្សនាដែលបានចាក់ទៅខាងក្រុមគៀនអ្នកផ្សងព្រេង Black Swan គឺមិនសុខចិត្តនោះទេដោយគាត់ថាអេរ៉េគឺបានលាក់សមត្ថភាពរបស់ខ្លួនឯងថាគ្មានជំនាញអីចឹងទៅ MC នៅពេលហ្នឹងក៏បានប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាឲ្យបានស្ងប់ស្ងាត់ផងដែរដោយនាងនឹងធ្វើការបកស្រាយនិងបញ្យល់ប្រាប់ទៅកាន់ពួកគេឲ្យបានដឹងតែម្ដងឬក៏បង្ហាញផុសតាងដូច្នោះហើយ MC ក៏បានយកក្រដាសដែលបញ្ជាក់អំពីសមត្ថភាពរបស់អេរ៉េដាក់ទៅលើថ្មវេទមន្តក្នុងការវាស់អំពីសមត្ថភាពរបស់អេរ៉េពេលហ្នឹងគឺបានបញ្ជាក់ច្បាស់តែម្ដងទៅកាន់ទស្សនិកជនដែលបានទស្សនាថាអេរ៉េពិតជាអត់មានជំនាញមែនដោយការបញ្ជាក់ច្បាស់បែបនេះហើយធ្វើឲ្យអ្នកដែលបានគ្រប់គ្រងទៅកាន់អេរ៉េគឺកាន់តែគ្រប់គ្រងទៅចំណែកអបេក្ខនៅពេលនេះពិតជាក្តៅក្រហាយមែនតើបន្តពីឃើញថាទស្សនិកជននៅតែបន្តគ្រប់គ្រងទៅកាន់អេរ៉េចំណែកលីលីនៅវិញគឺកាន់តែសប្បាយចិត្តហើយដោយថាការប្រកួតមួយនេះបើសិនជាពួកគេគឺអាចយកឈ្នះនោះពួកគេនឹងទទួលបានប្រាក់ជាច្រើននិងអាវុធជាច្រើននឹងឯងជាពិសេសនៅពេលហ្នឹងលីលីគឺថាទាំងមានបំណងថាចង់រៀបការជាមួយនឹងអេរ៉េទៀតបើទោះបីជាដឹងថាអេរ៉េអត់យកឈ្នះការប្រកួតក៏ដោយដើម្បីមុខមាត់និងដើម្បីគៀអ្នកផ្សងព្រេងរបស់នាងនោះនាងគឺត្រូវតែធ្វើហើយដៃគូប្រកួតរបស់អេរ៉េបន្តទៀតនោះគឺជាអ្នកលេងដាវសាមរ៉ៃលេងណាគ្រាន់តែឃើញភ្លាមនាងក៏បានដឹងភ្លាមតែម្ដងថាអាប៉ែម្នាក់ហ្នឹងគឺបានមកពីទិសខាងកើតជាពិសេសចំណាត់ថ្នាក់រ៉េងរបស់វាគឺនៅរ៉េង A ឯណោះសូម្បីតែលីលីនៅពេលនោះក៏មានការភ្ញាក់ផ្អើលផងដែរដែលតេតតងអំពីអាប៉ែសាមរ៉ៃមួយហ្នឹងស្របពេលហ្នឹងដែរ MC ក៏បានធ្វើការប្រកាសក្តែងថានៅពេលនេះការប្រកួតគឺចាប់ផ្ដើមចំពោះអេរ៉េនៅពេលហ្នឹងក៏ចាប់ផ្ដើមងើយឆ្ងល់ថាហេតុអីបានជាអាប៉ែសាមរ៉ៃគឺមិនដកដៅប្រយុទ្ធបែបនេះអាប៉ែសាមរ៉ៃក៏បាននិយាយប្រាប់ទៅកាន់អេរ៉េថាគាត់ក៏ពិតជាដឹងហើយថាអេរ៉េគឺជាមនុស្សខ្លាំងម្នាក់ហើយគាត់ក៏បានដឹងថាបើសិនជាគាត់ក៏បានចូលប្រយុទ្ធឆៅនោះប្រហែលជាគាត់មិនអាចយកឈ្នះទៅកាន់អេរ៉េបានឡើយដូច្នោះគាត់ក៏ត្រូវតែប្រើមកក្បាច់ចុងក្រោយសម្រាប់ទៅកាន់អេរ៉េតែប៉ុណ្ណោះទើបអាចយកឈ្នះបានអេរ៉េនៅពេលហ្នឹងក៏ពិតជាចត់ដឹងអំពីស្នេហ៍ចុងក្រោយរបស់អាប៉ែសាមរ៉ៃនឹងផងដែរដូច្នោះគាត់ក៏បានព្យាយាមចូលទៅចិត្តទៅកាន់អាប៉ែសាមរ៉ៃហើយរកដំណើរដើររបស់អេរ៉េសំបីតែអាប៉ែសាមរ៉ៃបើទោះបីជាវាក៏បានបិទភ្នែកក៏ដោយក៏វាដឹងដែរថាអេរ៉េកំពុងតែនៅឯណាហើយឥឡូវហ្នឹងពួកគេក៏បាននៅក្បែរគ្នាហើយនៅក្នុងចិត្តរបស់ពួកគេទាំងពីរនាក់គឺនិយាយព្រមគ្នាថាមានតែការប្រើល្បឿនដល់លឿននោះទេទើបអាចយកឈ្នះឬក៏អាចនិយាយបានថាអ្នកណាដែលមានល្បឿនលឿនជាងគេនោះអ្នកនោះគឺជាអ្នកឈ្នះហើយភ្លាមអាប៉ែសាមរ៉ៃក៏បានដកដាវរបស់វាឡើងលឿនក្នុងការវាយប្រហារទៅកាន់អេរ៉េក៏ប៉ុន្តែស្រាប់តែភ្ញាក់ផ្អើលតែម្ដងដោយសារតែល្បឿនមួយនេះអេរ៉េគាត់នៅតែអាចគេចបានដោយគាត់ក៏បានបង្ហាញខ្លួនពីក្រោយខ្នងរបស់អាប៉ែសាមរ៉ៃហើយអេរ៉េក៏បានប្រាប់ទៅកាន់អាប៉ែសាមរ៉ៃផងដែរបើទោះបីជាឯងគឺប្រើប្រាស់ដាវលឿនជាងគេនៅក្នុងទីក្រុងមួយនេះក៏ដោយប៉ុន្តែគាត់គឺត្រូវបានបង្ហាត់បង្រៀនដោយមនុស្សម្នាក់ដែលបានបង្រៀនតាក់ទងអំពីល្បឿនដ៏លឿនបំផុតតែម្ដងសូម្បីតែល្បឿនដ៏លឿនរបស់ឯងក៏មិនអាចប្រៀបបានដែរហើយម្នាក់នោះគឺគ្មាននរណាឆាយនោះទេគឺជាម៉ាក់របស់អេរ៉េនឹងឯងបន្ទាប់ពីអេរ៉េក៏បានបញ្ចប់ហើយគាត់ក៏បានប្រើដាវរបស់គាត់ក្នុងការផ្ដួលទៅកាន់អាប៉ែសាមរ៉ៃនឹងបានសម្រេចលទ្ធផលរបស់អេរ៉េបាននឹងហើយធ្វើឲ្យអ្នកដែលបានទស្សនាគឺពិតជាភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់អេរ៉េឡៃណាហើយនិងលីលីបន្ទាប់ពីឃើញស្នេហ៍ប្រយុទ្ធរបស់អេរ៉េដែលបានបង្ហាញអំបីមិញនេះពួកគេទាំងពីរនាក់ក៏បានដឹងភ្លាមតែម្ដងថានោះគឺជាស្នេហ៍របស់ម៉ាក់របស់អេរ៉េនឹងឯង MC ក៏ចាប់ផ្ដើមធ្វើការប្រកាសផងដែរថានៅពេលនេះអ្នកឈ្នះគឺជាអេរ៉េរីឯអ្នកទស្សនាដែលបានចាក់លុយទៅកាន់គៀនអ្នកផ្សងព្រេង Black Swan នៅពេលនេះពិតជាក្តៅក្រហាយមែនទែនដោយសារតែលុយរបស់ពួកគេក៏បានចាក់អស់ហើយក៏ប៉ុន្តែលទ្ធផលគៀនអ្នកផ្សងព្រេង Black Swan នៅពេលនេះបែរជាចាញ់ទៅវិញលីលីក៏បានហោះអោបទៅកាន់អេរ៉េក៏បានកិច្ចខ្លួនដូច្នោះហើយធ្វើឲ្យលីលីនៅពេលនោះក៏ចាប់ផ្ដើមផ្កាប់មកនឹងដីតែម្ដងដូច្នោះហើយលីលីក៏បានធ្វើការសួរហេតុអីបានជាកិច្ចមិនឲ្យនាងអោបបែបនេះអេរ៉េក៏បានធ្វើការសំទោសដោយថាអត្តចរិតរបស់នាងនៅពេលនេះដូចជាបងស្រីរបស់គាត់ខ្លាំងណាស់លីលីក៏បានខឹងទៅកាន់អេរ៉េទៀតដែរផ្ទុយទៅវិញនាងពិតជាអរគុណទៅកាន់អេរ៉េមែនតើដែលខំធ្វើឲ្យគៀនអ្នកផ្សងព្រេងរបស់នាងនៅពេលនេះគឺចាប់ផ្ដើមល្បីឈ្មោះឡើងវិញអីចឹងទៅហើយដើម្បីជាការអរគុណនោះនាងនឹងប៉ាអាហារដ៏ឆ្ងាញ់ឲ្យទៅកាន់លោកទន្ទឹមមកដែរអេរ៉េក៏បានកន្លែងឃើញថាឡៃណានៅពេលនេះកំពុងតែធ្វើដៃដូចជាចង់អោបជាមួយនឹងគាត់ភ្លាមក៏ស្រាប់តែឡៃណាក៏បានភ្ញាក់ខ្លួនឡើងវិញដែរម្ដងថានាងក៏បានធ្វើអីហួសព្រំដែនអីចឹងទៅអេរ៉េនៅពេលហ្នឹងពិតជាខូចមែនតើក៏បានប្រាប់ទៅកាន់ឡៃណាថាលើក្រោយបើសិនជាចង់អោបមកកាន់គាត់នោះនាងគួរតែដោះអាក្រក់របស់នាងចេញទៅឡៃណាក៏បានសួរទៅកាន់អេរ៉េថាលោកគឺបាននិយាយអ្វីខ្លះអំបីមិញនេះនាងស្ដាប់អត់ឮទេដូច្នោះហើយអេរ៉េក៏បានតបថាអត់បាននិយាយអីនោះឡើយនៃរំទៅក្នុងនាមជាមនុស្សប្រុសដូចជាអេរ៉េបែបនេះគឺពិតជាខូចដូចជាអ្នកមើលអញ្ចឹងស្របពេលហ្នឹងដែរស្រាប់តែលីលីក៏ចង់ហោះអោបទៅកាន់អេរ៉េក៏នៅតែបន្តកិច្ចអញ្ចឹងបណ្ដានាងនៅពេលនោះគឺចាប់ផ្ដើមផ្កាប់មុខទៀតហើយចំពោះអាពាហ៍គេនៅវិញពិតជាក្តៅក្រហាយមែនតើនៅពេលដែលឃើញក្រុមរបស់លីលីគឺជាអ្នកឈ្នះបែបហ្នឹងផ្ញើទុកសិនទៅពួកអសម្រាមលើក្រោយយើងនឹងធ្វើឲ្យពួកឯងហ្នឹងគឺអាម៉ាស់គេតែម្ដងអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងភាគទី3គឺការចប់នៅត្រឹមនឹងឯងហើយដូចជាលើកមុនអញ្ចឹងឯងមានតែប្រាប់ថាសាច់រឿងមួយនេះគឺទៅតែចេញថ្មីនោះទេអញ្ចឹងហើយក្រុមហ៊ុនម៉ាតិនគេចាក់តែមួយភាគតែប៉ុណ្ណោះហើយបើចង់ឲ្យអត់មានគឺធ្វើតទៀតគឺមិនដឹងថាយកវីដេអូមកពីណានៅឡើយដោយសារតែសាច់រឿងគេមិនទាន់ចាក់ឲ្យមើលផងហ្នឹងអញ្ចឹងហើយអ្នកទាំងអស់គ្នាគឺមានតែខំមកសង្កត់ចិត្តតែប៉ុណ្ណោះដោយសារតែរឿងថ្មីវាមានតែប៉ុណ្្នឹងឯងមួយទៀតនោះបើសិនជាគ្នាយើងណាដែលគាត់គឺចង់ support កាហ្វេមកកាន់ admin នេះនោះ admin នឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់ admin ដើម្បីធ្វើវីដេអូទៅមុខទៀតជាចុងក្រោយ admin មែនតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវ admin មែនតែប៉ុណ្្នឹងទេបាយបាយជួបគ្នាព្រាមតបាយបាយ